ជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំឈ្មោះសានច័ន្ទអីក៏ដូចជាសមាជិកនាងខ្ញុំ3នាក់ទៀតមានឈ្មោះបាសុភត្រាសំស្រីនិចនិងលឿងឆៃរ៉ាត់ហើយថ្ងៃនេះដែរក្រុមរបស់នាងខ្ញុំនឹងមកនិយាយអំពីប្រធានបទដែលនិយាយអំពី emotional salary and retention ហើយនេះគឺជាលេខ content របស់ពួកយើងមានចំនួន5ទី1គឺ introduction ទី2គឺ what is emotional salary and employee និងទី3 relationship between emotional salary and retention និងទី4 key way emotional salary improve retention និងទី5 conclusion ហើយយើងដឹងស្រាប់ហើយថា emotional salary and retention ហ្នឹងគឺយើងនិយាយអំពីប្រាក់បៀវត្សផ្លូវចិត្តរបស់បុគ្គលិកដើម្បីឲ្យដឹងថាប្រាក់បៀវត្សផ្លូវចិត្តរបស់បុគ្គលិកនោះគឺជាអីយើងចូលមកដល់ចំណុចទី1ដែលនិយាយអំពី introduction វាជាទូទៅនៅក្នុងបរិយាកាសការងារសម័យទំនើបអង្គភាពជាច្រើនបានដឹងថាការផ្ដល់ប្រាក់ខែតែមួយមុខគត់នោះវាមិនគ្រប់គ្រាន់ទេដើម្បីបុគ្គលិកនឹងថែរក្សាបុគ្គលិកដែលមានសមត្ថភាពបុគ្គលិកក៏ត្រូវការទទួលស្គាល់និងការគ្រប់គ្រងបរិយាកាសការងារផងដែរការទាំងនេះហើយដែលគេទទួលស្គាល់ថាជាប្រាក់បៀវត្សផ្លូវអារម្មណ៍របស់បុគ្គលិកហើយប្រាក់បៀវត្សផ្លូវអារម្មណ៍របស់បុគ្គលិកនឹងមានតួនាទីសំខាន់នៅក្នុងការបង្កើតការពេញចិត្តក៏ដូចជាការរក្សាបុគ្គលិកឲ្យនៅបន្តនៅក្នុងក្រុមហ៊ុនឬក៏អង្គភាពមួយនឹងឲ្យមានរយៈពេលយូរអង្វែងដោយរបស់នេះខ្ញុំបានឈានចូលមកដល់ទីបញ្ចប់នេះខ្ញុំសូមផ្ទេរចំណុចបន្តតែឲ្យសមាជិករបស់នឹងខ្ញុំបកស្រាយបន្តអរគុណជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទៅដល់មិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងឡើងមកធ្វើការបកស្រាយបន្តអំពីចំណុច what is emotional salary និង employee retention emotional salary ឬក៏អាចហៅម្យ៉ាងទៀតថាជាប្រាក់បៀវត្សផ្លូវអារម្មណ៍គឺជាអត្ថប្រយោជន៍ដែលមិនមែនជាប្រាក់ដែលបុគ្គលិកទទួលបានពីកន្លែងការងារវារួមមានការទទួលស្គាល់ស្នាដៃការលើកទឹកចិត្តឱកាសអភិវឌ្ឍជំនាញក៏ដូចជាបរិយាកាសការងារល្អនិងតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនឧទាហរណ៍ដូចជាការកោតសរសើរនិងទទួលស្គាល់ស្នាដៃរបស់បុគ្គលិកការផ្ដល់ឱកាសបណ្ដុះបណ្ដាលនិងជំនាញផ្សេងៗសម្រាប់បុគ្គលិកដើម្បីពួកគាត់យកទៅអភិវឌ្ឍបន្តទៀតក្នុងការងាររបស់ពួកគាត់ចូលចំណុចបន្ទាប់គឺនិយាយអំពី employee retention ឬក៏ការរក្សាបុគ្គលិកគឺសំដៅទៅលើសមត្ថភាពរបស់អង្គភាពក្នុងការរក្សាបុគ្គលិកឲ្យធ្វើការក្នុងអង្គភាពរបស់ពួកគេឲ្យមានរយៈពេលយូរអង្វែងការរក្សាបុគ្គលិកបានល្អអាចជួយកាត់បន្ថយទៅលើការចំណាយក្នុងការជ្រើសរើសបុគ្គលិកផ្សេងៗក៏ដូចជាការបណ្ដុះបណ្ដាលបុគ្គលិកថ្មីកុំឲ្យវាចំណាយពេលក្នុងការបណ្ដុះបណ្ដាលទៅលើបុគ្គលិកថ្មីឧទាហរណ៍ដូចជាបុគ្គលិកម្នាក់នៅក្នុងអង្គភាពមួយគឺគាត់មានប្រាក់ខែមធ្យមទេប៉ុន្តែគាត់ទទួលបានការកោតសរសើរក៏ដូចជាការអភិវឌ្ឍមានឱកាសទៅលើការអភិវឌ្ឍជំនាញថ្មីច្រើនដូច្នេះពួកគាត់នឹងមានអារម្មណ៍ថាពួកគាត់ត្រូវបានក្រុមហ៊ុនឲ្យតម្លៃត្រង់ចំណុចនេះហើយទើបពួកគាត់សម្រេចចិត្តថាពួកគាត់នឹងបន្តធ្វើការនៅក្រុមហ៊ុននេះឲ្យមានរយៈពេលយូរអង្វែងចំពោះចំណុចរបស់ខ្ញុំត្រូវបានដល់ទីបញ្ចប់សូមមិត្តរួមក្រុមឡើងធ្វើការបတ်បង្ហាញបន្តជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនិងខ្ញុំសូមសន្និដ្ឋានដែលឡើងមកធ្វើបង្ហាញបន្តពីមិត្តរួមក្រុមរបស់នាងខ្ញុំដែលចំណុចរបស់ខ្ញុំយកមកនិយាយនេះគឺតងជាមួយនឹងទំនាក់ទំនង emotional salary ជាមួយនឹង retention ដែលចំណុចទី1វិញនិយាយអំពីការបង្កើតការពេញចិត្តនៅកន្លែងការងារនៅពេលដែលនិយោជិតគាត់ទទួលបាននៅអារម្មណ៍ដែលគេទទួលស្គាល់ពីតម្លៃការងាររបស់ខ្លួនហើយទទួលបានការគោរពនិងការពេញចិត្តពួកគាត់នឹងមានអារម្មណ៍ថាគាត់នឹងនៅធ្វើការនឹងបន្តហើយផលិតផលការងាររបស់គាត់ក៏ប្រសើរជាងមុនដូចគ្នាចំណុចទី2វិញនិយាយអំពីការបង្កើតភាពស្មោះត្រង់ចំពោះអង្គភាពនិយោជិតដែលទទួលបានការគោរពនិងការយកចិត្តទុកដាក់និងការគាំទ្រពីអង្គភាពនិងមានទំនោរនៅបន្តការងារជាមួយនឹងអង្គភាពនោះបានយូរអង្វែងហើយពួកគេក៏កាន់តែពង្រឹងនៅសមត្ថភាពការងាររបស់ពួកគេឲ្យកាន់តែល្អដូចគ្នាដែលចំណុចទី3វិញនិយាយអំពីការកាត់បន្ថយអត្រាលាឈប់ការដែល emotional salary ល្អក៏អាចធ្វើឲ្យនិយោជិតមិនចង់ក្នុងការស្វែងរកការងារថ្មីបើទោះបីជាទទួលបានប្រាក់ខែច្រើនជាងកន្លែងផ្សេងក៏ដោយក៏ពួកគាត់នៅតែបន្តធ្វើការនៅកន្លែងមួយហ្នឹងដោយយកចិត្តទុកដាក់ហើយនឹងមានសមត្ថភាពការងារបានតែល្អជាងមុនផងដែរដែលចំណុចទី4វិញនិយាយអំពីការបង្កើតការឱកាសចូលរួមនៅពេលដែលនិយោជិតមានការលើកទឹកចិត្តនិងការចូលរួមពីសកម្មភាពផ្សេងនៅក្នុងការងារដែលអាចជួយឲ្យអង្គភាពនោះអាចសម្រេចបាននូវផែនការឬក៏ជោគជ័យនៅគម្រោងអីផ្សេងដោយមានការចូលរួមពីនិយោជិតដូចគ្នាដែលចំណុចចុងក្រោយវិញទី5គឺនិយាយអំពីការបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងនិយោជិតនិងអង្គភាពការដែលបរិយាកាសល្អនៅកន្លែងធ្វើការនិងការគ្រប់គ្រងពីអ្នកគ្រប់គ្រងឬក៏សមាជិក
របស់និយោជិតហ្នឹងនឹងធ្វើឲ្យពួកគេមានពំណូអារម្មណ៍ថាខ្លួនឯងក៏ជាសមាជិកដ៏មានតម្លៃមួយរូបនៅក្នុងអង្គភាពហ្នឹងនិងដើម្បីឲ្យពួកគេអាចពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរផងដែរការធ្វើបទបង្ហាញរបស់នាងខ្ញុំបានឈានចូលមកដល់ទីបញ្ចប់សូមឲ្យមិត្តរួមក្រុមឡើងធ្វើបទបង្ហាញបន្តជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទលឿងឆៃរ៉ាត់ឡើងមកនិយាយបន្តពីមិត្តរួមក្រុមរបស់ខ្ញុំដែលខ្ញុំនឹងឡើងបកស្រាយនៅចំណុច key way emotional salary improve retention អញ្ចឹងខ្ញុំនឹងនិយាយពាក់ព័ន្ធទៅនឹងវិធីសាស្ត្រដែលអាចបង្កើនឲ្យ emotional salary ហ្នឹងរក្សានៅបុគ្គលិកធ្វើការឲ្យបានយូរអញ្ចឹងសម្រាប់ទី1គឺផ្ដល់ការកោតសរសើរនិងការទទួលស្គាល់អញ្ចឹងយើងត្រូវចេះសរសើរបុគ្គលិកនៅពេលដែលពួកគាត់បំពេញការងារបានល្អហើយផ្ដល់រង្វាន់លើកទឹកចិត្តឬក៏វិញ្ញាបនបត្រតិចតួចសម្រាប់សមិទ្ធផលបានសមិទ្ធផលល្អគាត់ធ្វើបានល្អអញ្ចឹងទៅហើយគាត់ធ្វើឲ្យបុគ្គលិកហ្នឹងគឺមានអារម្មណ៍ថាការកាត់ខំរបស់គេគឺមានតម្លៃសម្រាប់ពួកគាត់ចំពោះចំណុចទី2វិញគឺបង្កើតបរិយាកាសការងារល្អអញ្ចឹងជួយជំរុញគ្នាសហការគ្នានិងគោរពគ្នាទៅវិញទៅមកបើមានបញ្ហាយើងដោះស្រាយចំនួនដោយសន្តិវិធីបង្កើតកន្លែងការងារមើលទៅឲ្យមានភាពសប្បាយរីករាយជាមួយគ្នាអូខេចំណុចទី3នោះគឺការផ្ដល់ឱកាសអភិវឌ្ឍខ្លួនអញ្ចឹងយើងត្រូវចេះបណ្ដុះបណ្ដាលពួកគាត់នៅអ្វីដែលយើងចេះអ្វីដែលយើងមានឲ្យគាត់មានជំនាញថ្មីហើយផ្ដល់ឱកាសឲ្យគាត់ឡើងតំណែងហើយលើកទឹកចិត្តឲ្យបុគ្គលិកបន្តរៀននិងអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ដើម្បីពេលកាលណាគាត់ចេះគាត់អាចនឹងយកមកធ្វើឲ្យក្រុមហ៊ុនយើងដើរតទៅមុខទៀតដែរសម្រាប់ទី4នោះគឺការស្ដាប់និងយោបល់របស់បុគ្គលិកអញ្ចឹងយើងត្រូវចេះបើកឱកាសឲ្យបុគ្គលិកបញ្ចេញនៅមតិយោបល់របស់គាត់បើសិនជាមតិយោបល់របស់គាត់ល្អយើងយកយោបល់ល្អទៅអនុវត្តដើម្បីឲ្យក្រុមហ៊ុនយើងគឺដើរមានភាពរីកចម្រើនធ្វើឲ្យបុគ្គលិកគឺមានអារម្មណ៍ថាជាផ្នែកមួយនៃក្រុមហ៊ុនយើងដែរអញ្ចឹងគាត់អាចនឹងគិតថាគាត់រើកន្លែងត្រូវហើយដែលគាត់មកធ្វើការងារនៅនឹងតែធ្វើឲ្យគាត់ stress ឲ្យគាត់និយាយថាឲ្យគាត់ពិបាកណា Yes ហើយសម្រាប់ទី5ហ្នឹងគឺការគ្រប់គ្រងតុល្យភាពការងារនិងជីវិតផ្ទាល់ខ្លួនអញ្ចឹងយើងត្រូវចេះរៀបចំការងារណាដែលសមស្របហើយអនុញ្ញាតឲ្យគាត់មានពេលសម្រាប់គ្រប់គ្រាន់ហើយយកចិត្តទុកដាក់ចំពោះសុខភាពរបស់បុគ្គលិកកុំឲ្យគាត់និយាយថាធ្វើការងាររហូតអត់មានពេលសម្រាកអញ្ចឹងគឺធ្វើឲ្យគាត់មានការគាត់ stress ដែរ stress គាត់ហើយអាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនយើងដែរបើសិនជាគាត់ធ្វើអាសន្តិទៅលើបុគ្គលិកយើងពេកអញ្ចឹងគាត់អាចនៅបានយូរទេសម្រាប់ទី6វិញគឺអភិវឌ្ឍភាពជាអ្នកដឹកនាំអញ្ចឹងអ្នកដឹកនាំក៏ត្រូវមានភាពស្មោះត្រង់និងយុត្តិធម៌ដែរផ្ដល់ការណែនាំនិងជួយដោះស្រាយបញ្ហាផ្សេងនៅក្នុងក្រុមហ៊ុននិងចំពោះបុគ្គលិកហើយបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកហើយសម្រាប់អញ្ចឹងនៅពេលដែលអញ្ចឹងសរុបមកវិញនៅពេលដែលក្រុមហ៊ុននឹងបានផ្ដល់ salary emotional salary បានល្អបុគ្គលិកនឹងមានអារម្មណ៍ថាពេញចិត្តស្រឡាញ់ការងារដែលគាត់មានភាពស្មោះត្រង់គ្រប់ចំពោះក្រុមហ៊ុននិងមានបំណងបន្តធ្វើការនៅទីនោះយូរអង្វែងដូច្នេះអញ្ចឹង emotional salary នេះគឺជាកត្តាសំខាន់មួយក្នុងការរក្សាបុគ្គលិកនិងប្រសិទ្ធភាពការងារអញ្ចឹងសម្រាប់ផាតរបស់ខ្ញុំបានចូលទីបញ្ចប់សូមឲ្យមើលរួមក្រុមរបស់ខ្ញុំឡើងមកបកស្រាយបន្តសូមអរគុណជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់អ្នកគ្នាចូលជាមួយខ្ញុំម្ដងទៀតដែលក្នុងចំណុចនេះខ្ញុំនឹងឡើងមកធ្វើការសរុបសេចក្តីជារួមរបស់ប្រធានបទយើងខ្ញុំសរុបសេចក្តីមកគឺប្រាក់បៀវត្សផ្លូវអារម្មណ៍គឺជាកត្តាសំខាន់មួយដែលបង្កើនការពេញចិត្តការលើកទឹកចិត្តនិងភាពស្មោះត្រង់របស់បុគ្គលិកវាមានឥទ្ធិពលដោយផ្ទាល់ទៅលើការរក្សាបុគ្គលិកឲ្យពួកគេនៅធ្វើការបន្តក្នុងអង្គភាពរបស់ពួកគេក្នុងរយៈពេលវែងដូច្នេះអង្គភាពគួរតែផ្ដោតទៅលើការផ្ដល់អត្ថប្រយោជន៍ផ្លូវអារម្មណ៍រួមជាមួយនឹងប្រាក់ខែសមរម្យទៅកាន់បុគ្គលិកដើម្បីបង្កើនកម្លាំងការងារដែលមានប្រសិទ្ធភាពនិងមានស្ថិរភាពទៅកាន់កន្លែងការងាររបស់ពួកគេ
chỉ trong một chap xong ở con từ đó lục rô có đôi chỉ ở con từ đó mất rung theo đó kia đại chấm này pe đầm miền đầm lái sập ca bỏ sai đầm bọc rồng dương nhung